ជំរាបសួរនាងខ្ញុំឈ្មោះលក្ខណាជាម៉ាក់របស់ឈួរលៀងស្រុនសម្រាប់ការដែលខ្ញុំសម្រេចចិត្តឲ្យគាត់ចូលរួមកម្មវិធីសិក្សាតាក់ទងនឹងផ្នែកអានហ្នឹងពីព្រោះខ្ញុំយល់ច្បាស់ថាការអានគឺមានឥទ្ធិពលខ្លាំងណាស់ចំពោះសិស្សជាពិសេសក្មេងវ័យជំទង់បើពេលដែលគាត់នៅក្មេងនៅទូចគឺគាត់ការអានគឺលក្ខណៈជាការកម្សាន្តក៏ប៉ុន្តែនៅពេលដែលគាត់ធំវ័យជំទង់បែបនេះការអានគឺជាព័ត៌មានជាចំណេះដឹងជាវេយ្យាករណ៍ជាការរៀបចំនៅអត្ថបទផ្សេងចាជាព័ត៌មានទូទៅដែលគាត់អាចយកទៅបំពេញនៅការសិក្សាជារួមរបស់គាត់ចាប់ពីគាត់ឥឡូវហ្នឹងរហូតដល់ថ្ងៃអនាគតចាអូខុសប្លែកច្រើនជាពិសេសអ្វីដែលខ្ញុំកោតសម្គាល់ខ្លាំងគឺគាត់មានសមាធិការផ្ដោតអារម្មណ៍ការផ្ចង់អារម្មណ៍នៅក្នុងការអានច្រើនជាងមុនហើយនៅពេលដែលគាត់អានបានច្រើនចំណេះដឹងនិងព័ត៌មានផ្សេងមាននៅក្នុងខ្លួនគាត់ច្រើននៅពេលដែលគាត់ធ្វើការបត់បង្ហាញផ្សេងអំណះនៃការបកស្រាយប្រធានបទនីមួយៗរបស់គាត់គឺកាន់តែសម្បូរបែបហើយជាពិសេសពេលដែលគាត់ទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារមិត្តភ័ក្តិឬក៏មនុស្សជុំវិញខ្លួនក៏កាន់តែល្អប្រសើរទៀតហើយមួយទៀតគឺលទ្ធផលនៃការសិក្សារបស់គាត់នៅសាលាចំណេះដឹងទូទៅមិនមែនតែត្រឹមតែការធ្វើបទបង្ហាញទេចំណេះដឹងទូទៅរបស់គាត់គឺមានការប្រសើរឡើងជាលំដាប់ធ្លាប់ប្រើម៉ាស៊ីនអានទេជាទូទៅគាត់ប្រើជាសភៅតែម្ដងហើយសភៅគាត់ហ្នឹងគឺក្រាស់ធំណាស់សម្រាប់ម៉ាស៊ីនអានអេឡិចត្រូនិកនេះគឺជួយច្រើនសម្រាប់ខ្ញុំជាអាណាព្យាបាលទី1គឺចំណេញពេលវេលាទី2ក៏ថវិកាដែរព្រោះយើងចំណាយតែម្ដងយើងអត់សូវជាចំណាយអីច្រើនជាងនឹងទៀតទេហើយចំណេញជាងគេគឺពេលវេលាពីមុននៅពេលដែលគាត់ចង់អានអីមួយយើងត្រូវស្វះស្វែងរកសភៅព្រោះសភៅមិនមែនថាប្រភេទសភៅហ្នឹងគឺនៅកន្លែងហ្នឹងតែមួយហ្នឹងគឺមានទេគឺយើងត្រូវដើរស្វះស្វែងផ្សាយផ្សំច្រើនកន្លែងអញ្ចឹងណាហើយសម្រាប់នៅពេលដែលគាត់មានសភៅនេះមួយគឺល្អមែនតើវាស្រាលវាស្ដើងវាតូចក៏ប៉ុន្តែវាអាចផ្ទុកនៅសភៅជាច្រើនរាប់រយក្បាលនៅក្នុងនឹងតែម្ដងជាពិសេសនៅពេលដែលគាត់ឆ្ងល់លើពាក្យអ្វីមួយអញ្ចឹងគាត់គ្រាន់តែលេចលើនឹងទៅមានបញ្យលពាក្យនៅក្នុងនឹងឲ្យគាត់តែម្ដងអញ្ចឹងគាត់អាចយកទៅតាមខ្លួនគ្រប់ពេលវេលាទាំងអស់មិនថាកំឡុងពេលដែលគាត់ជិះឡានធ្វើដំណើរទៅរៀនចេញលេងឬក៏អានមុនគេងអីអញ្ចឹងណាគឺគាត់អានបានអញ្ចឹងមកថាទៅកន្លែងណាក៏ជាបណ្ណាល័យរបស់គាត់ដែរគ្រាន់មានតែ Kindle ទូចមួយហ្នឹងគឺល្អប្រសើរមែនតើចាខ្ញុំតែងតែរំពឹងថាកូនខ្ញុំហ្នឹងគាត់ចូលចិត្តអានសភៅក៏ប៉ុន្តែខ្ញុំមានចំណុចមួយដែលមានភាពប្រែប្រួលលើកូនខ្ញុំខ្លាំងមែនតើណាគឺនៅពេលដែលគាត់ជន់ចូលក្នុងកម្មវិធីរៀនការបត់បន្ថែមសាធារណៈនៅពេលដែលគាត់ជន់ចូលក្នុងនឹងភ្លាមគឺទម្លាប់នៃការអានរបស់គាត់គឺកើតឡើងដោយអូតូម៉ាទិកហ្មងគឺគាត់ព្យាយាមស្វះស្វែងព័ត៌មាននៅលើមិនថានៅលើអ៊ីនធឺណិត Google ឬក៏សភៅនានាទេគាត់ព្យាយាមអានឲ្យច្រើនដើម្បីបានព័ត៌មានជាច្រើនដើម្បីយកមកជាអំណះអំណាងនៅក្នុងការដែលគាត់និយាយអញ្ចឹងវាយោងគ្នានៅពេលដែលកូនគាត់មានគោលដៅនៅក្នុងការអានហើយគឺម៉ាក់ប៉ាគឺអត់សូវហត់នឹងការជំរុញរបស់គាត់ទេដោយសារគាត់មានគោលដៅដើម្បីគាត់និយាយគាត់មើលហើយគាត់យកទៅអនុវត្តអញ្ចឹងវាយោងគ្នាចា៎Firstly, when I got the Kindle, I was so excited. The first night, I went to bed hugging it, and my screen time cut by a lot. It went from 10 hours daily per week to only an hour or 2 hours. And the machine is my dream. It's like my fantasy. My screen time cut down like 80%, and it really helps me get enough sleep instead of aimlessly scrolling through TikTok or Reels. And most importantly, my mom's happy, so I'm happy. A reading habit isn't actually really
hard to get into. Reading is like going through a journey, going through a dimension where anything could exist. When I first started reading, I was reading a book about spies, and I feel like I'm the main character. I flew through Antarctica. I fight bad guys in desert. Oh, that's insane. Why? Because reading isn't about words, it's about what we want from it. Because most people open a book, think, oh, this book is just about learning. They don't think that the book is about going through an adventure. So I think, why should we have a reading habit? To go through a journey, to learn while having fun. ជាចុងក្រោយខ្ញុំសូមផ្ដាច់ផ្ដាំដល់អាណាព្យាបាលទាំងអស់បើសិនជាចង់ប្រែប្រួលចង់ធ្វើឲ្យកូនរបស់គាត់មកចាប់អារម្មណ៍នៅក្នុងការអានយើងត្រូវបង្កើតជាទម្លាប់មួយក៏ដូចជាការលើកទឹកចិត្តរបស់គាត់ជាពិសេសគឺត្រូវរកឲ្យឃើញនៅគោលដៅដែលកូនយើងហ្នឹងថាចង់យើងអានដើម្បីអីចានៅពេលដែលកូនគាត់មានគោលដៅអានហើយគឺយើងនឹងសប្បាយចិត្តដែរអាណាព្យាបាលទាំងអស់គ្នាក៏ដូចខ្ញុំអញ្ចឹងណាខ្ញុំសប្បាយចិត្តដោយសារកូនខ្ញុំគាត់មានទម្លាប់អានដោយស្វ័យប្រវត្តិហើយនៅពេលដែលគាត់ជាទម្លាប់អញ្ចឹងទៅគាត់មានគោលដៅដូចមិនខុសពីយើងរៀនហើយយើងអត់បានអនុវត្តទៅយើងឲ្យគ្រូវិញអស់អញ្ចឹងណាអញ្ចឹងនៅពេលដែលកូនគាត់អានគាត់មានគោលដៅយកទៅធ្វើអនុវត្តអញ្ចឹងគឺយើងចំណេញច្រើនចំណេញនៅការពេលវេលាចំណេញទាំងចំណេះដឹងផ្សេងកូននឹងមានអនាគតវែងឆ្ងាយចាអញ្ចឹងខ្ញុំសូមផ្ដាំដល់បិតាទាំងអស់ក៏ដូចជាបងប្អូនយើងងាកមកចាប់កាន់សភៅជាជាងកាន់នៅឧបករណ៍អេឡិចត្រូនិកដែលវាប៉ះពាល់ដល់អារម្មណ៍ប៉ះពាល់ដល់ខួរក្បាលនិងសមាធិនិងការសិក្សារបស់យើងទាំងអស់គ្នាចាអរគុណច្រើនជម្រាបលា